នៅពីក្រោយចំនួនរ៉ាំរ៉ៃរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលពិភពលោកកំពុងលាក់បាំងដែលបង្កមានសង្គ្រាមគ្មានថ្ងៃបញ្ចប់សប្តាហ៍ថ្ងៃនេះពិភពលោកទាំងមូលកំពុងវិជ្ជមានថាអ្នកណាខុសអ្នកណាត្រូវប៉ុន្តែស្ទើរតែគ្មាននរណានិយាយអំពីការចាប់ផ្ដើមឲ្យពិតប្រាកដឬក៏មូលហេតុដែលបង្កឲ្យមានសង្គ្រាមរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននោះទេតើយើងត្រឡប់ទៅនិយាយការពីសម័យសង្គ្រាមលោកទី1ដែនដីដែលយើងហៅថាប៉ាឡេស្ទីននេះវាគឺជាផ្នែកមួយនៃចក្រភពអូតូម៉ង់ចក្រភពអង់គ្លេសក៏ចង់បានទឹកដីនេះមកគ្រប់គ្រងដែរប៉ុន្តែពួកគេត្រូវការកូនអុកមួយដើម្បីកម្ចាត់អូតូម៉ង់ដូច្នេះពួកគេបានធ្វើការសន្យាដោយសម្ងាត់ជាមួយជនជាតិអារ៉ាប់ថាចូលប្រយុទ្ធជាមួយយើងហើយនៅពេលចាស់សង្គ្រាមទឹកដីនេះនឹងខ្លាចរបស់អ្នកនឹងមានសេរីភាពជនជាតិអារ៉ាប់គឺបានជឿស្លងទៅលើអង់គ្លេសព្រោះកាលពីសម័យនោះអង់គ្លេសគឺជាមហាអំណាចមួយនៅលើពិភពលោកបន្ទាប់មកជនជាតិអារ៉ាប់បានប្រយុទ្ធលះបង់គ្រប់បែបយ៉ាងដើម្បីរកជ័យជំនះជូនអង់គ្លេសប៉ុន្តែក្នុងពេលជាមួយគ្នានោះចក្រភពអង់គ្លេសក៏បានសន្យាមួយផ្សេងទៀតការសន្យានេះគឺធ្វើឡើងជាមួយជនជាតិយូដានៅអឺរ៉ុបតាមរយៈសេចក្តីប្រកាស Balfour អង់គ្លេសបានប្រកាសគាំទ្រការធ្វើមានតបប្រទេសនៃជនជាតិយូដានៅក្នុងទឹកដីដដែលដែលពួកគេបានសន្យាជាមួយជនជាតិអារ៉ាប់រួចទៅហើយដែនដីមួយតែការសន្យាពីរនៅពេលដែលសង្គ្រាមបានបញ្ចប់ការធ្វើចំណាកស្រុកទៅកាន់ប៉ាឡេស្ទីនគឺបានចាប់ផ្ដើមឡើងក្រុមគ្រួសារជនជាតិស្វីបដែលភៀសខ្លួនពីការបៀតបៀននៅអឺរ៉ុបបានមើលឃើញប៉ាឡេស្ទីនជាក្តីសង្ឃឹមប៉ុន្តែសម្រាប់ជនជាតិអារ៉ាប់ដែលកំពុងរស់នៅទីនោះវាមានអារម្មណ៍ដូចជាការខ្វះសន្យាហាក់ដូចជាផ្ទះសម្បែងរបស់ពួកគេកំពុងត្រូវប្រគល់ទៅឲ្យអ្នកដទៃភាពតានតឹងក៏បានកាត់ឡើងការប៉ះទង្គិចគ្នាក៏បានផ្ទុះឡើងហើយចាប់ពីពេលនោះមកភ្លើងសង្គ្រាមក៏បានឆាប់ឆេះឡើងដែលភ្លើងចំនួននេះបានឆាប់ឆេះរយៈពេលជា100ឆ្នាំមកហើយដូច្នេះនៅពេលក្រោយនៅពេលដែលអ្នកបានលើអំពីការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនចូលចង់ចាំថានេះមិនមែនគ្រាន់តែជារឿងសាសនាទេវាក៏មិនមែនគ្រាន់តែជាមនុស្សគុំជានោះដែរវាជាលទ្ធផលនៃការខ្វះសន្យាពីសំណាក់ចក្រភពដ៏មានឥទ្ធិពលមួយដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះនៅក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមកនេះតំបន់ប៉ាឡេស្ទីនបានក្លាយជាទីកន្លែងសន្តិកម្មដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនោះជាយូរហើយសំណួរជុំវិញពិភពលោកសួរថាតើចំនួនប្រវត្តិសាស្ត្រនេះនឹងត្រូវបានបញ្ចប់នៅថ្ងៃណាហើយថាតើសន្តិភាពអាចមានដែរឬទេ